សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែររស់នៅប្រទេសហូឡង់បងប្អូននេះគឺជាទស្សនវិជ្ជានៃទីក្រុងអាំស្ទែដាមដែលពួកខ្ញុំរស់នៅបងប្អូនចាទីក្រុងនេះគឺជារដ្ឋធានីរបស់ប្រទេសហូឡង់ចាតែមិនមែនជាកន្លែងរដ្ឋបាលទេចាបងប្អូនកន្លែងរដ្ឋបាលគឺទីក្រុងដិនហកចាហើយទីក្រុងនេះគឺសម្បូរភ្ញៀវទេសចរណាបងប្អូនគឺថ្ងៃណាក៏សម្បូរភ្ញៀវទេសចរជាពិសេសបងប្អូនមកចំថ្ងៃសៅរ៍អាទិត្យទៀតគឺថាឡងកក់គុញតែម្ដងណាព្រោះអីទីក្រុងអាំស្ទែដាមនេះគឺជាទីក្រុងល្បីមួយនៅតំបន់អឺរ៉ុបនេះចាបងប្អូនដែលសម្បូរភ្ញៀវទេសចរចាគ្រប់រដូវតែម្ដងហើយបងប្អូនមើលតែមេឃអញ្ចឹងហើយហ្នឹងនិយាយថាមនុស្សវិញឡើងជន់ជើងគ្នាតែម្ដងបងប្អូនចាគឺងាកទៅណាក៏មនុស្សដែរហើយមូលហេតុដែលធ្វើឲ្យតាក់ទាញភ្ញៀវទេសចរហ្នឹងគឺមានច្រើនណាស់បងប្អូនចាខ្ញុំនឹងនិយាយនៅវីដេអូបន្តទៀតបញ្យល់ប្រាប់បងប្អូនថាមូលហេតុអ្វីក៏ទីក្រុងអាំស្ទែដាមនេះគឺសម្បូរភ្ញៀវទេសចរចាគឺមានកន្លែងតាក់ទាញមានអ្វីប្លែកដែលធ្វើឲ្យមានអ្នកទេសចរហ្នឹងចូលចិត្តមកលេងនៅទីនេះណាបងប្អូនចាគឺថាគ្រប់រដូវតែម្ដងគេថាទីក្រុងដែលមិនចេះដេកលក់ណាបង